យើងប្រៀបធៀបកង់ទាំង3នេះវិញទៅលើជម្រៅកាឡាបងប្អូនជម្រៅកាឡាអញ្ចឹងខាងនេះគឺជម្រៅកាឡាបាទ2ហ៊ុន8បងប្អូន2ហ៊ុន8ហើយខាងនេះវិញគឺ4ហ៊ុន4ហ៊ុនបាទខាងនេះ4ហ៊ុនខាងនេះក៏4ហ៊ុនដែរប៉ុន្តែទៅលើកម្ពស់វិញគឺខុសគ្នាបងប្អូនដូចតែឃើញណាបរិហាទៀបជាង800ទៀបជាង400ប៉ុន្តែទៀបជាងខ្លាំងដែរដូចបងប្អូនឃើញអញ្ចឹងបើសិនជាបងប្អូនកង់ប្រើប្រាស់គោយន្តមកចង់ឡើងកង់មក900ក៏យើងមានកង់សម្រាប់បាទគ្រប់គ្រងជូនបងប្អូនដែរតែតាមពិតទៅកង់នេះគឺជាកង់បអត្រានេះអត្រាវង16ដែលគាត់ធ្លាប់ទិញទៅប៉ុន្តែបើសិនជាបងប្អូនគោយន្តចង់ឡើងក៏ឡើងបានដែរអត់អីទេប៉ុន្តែថាតម្លៃវាថ្លៃខ្ពស់ជាងនេះបន្តិចវាតម្លៃថ្លៃជាងចូល100000ជាងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនទៅលើមានតម្រូវការចង់បានកង់គោយន្តដែលខ្ពស់ជាងមុនកម្មធំជាងមុនប្រើប្រាស់បាទធន់នឹងការសឹករិចជាងមុនអាចមើល900នេះក៏បានដែរឬក៏បងប្អូនបាទចង់ប្រើកង់គោយន្តវងស៊ីនក៏យើងមាន800ក៏មាន850ក៏មានហើយកង់ទាំងអស់នេះសិតតែ8ភ្លីទាំងអស់ណាបងប្អូនបាទ8ភ្លី